តោះអ្នកទាំងអស់គ្នាយើងមកទស្សនានៅភាគទី467បន្តទៀតចូលមកដល់ពេលនេះដែរយើងឃើញថាកញ្ចក់ដែលមកពីបកឆ្កែព្រលឹងពីក្បាលចាប់ផ្ដើមដំណើរការនៅវិទ្យាមន្តរបស់ខ្លួនដើម្បីស្វែងរកអំពីដែនរបស់ឋានយ៉ានការរួមបញ្ចូលនៃស្នេហ៍ជាងចាំបញ្ចូលគ្នាទៅមួយខណៈពេលនោះបាទជាជួបជាមួយនឹងកូនចៅរបស់បកជាងទៅវិញក៏បានស្រូបវាមកទីនេះតែម្ដងព្រមចាំអ្នកគិតថាឯងមកចំពេលខ្លាំងណាស់ដោយសារខ្លួនប្រានវិសអុយពេកនឹងពួកគេមិនអាចទុកនឹងក្លិនបាននោះទេវាក៏បានប្រាប់តាមពិតទៅវាកំពុងតែស្វែងរកដែនរបស់លោកម្ចាស់ជាងអ្នកប្រុសជាងអធិស្ឋានវាថាអ្នកប្រុសតូចបានស្លាប់បាត់ហើយពីសួរថាអ្នកណាជាអ្នកសម្លាប់គឺអាបីក្បាលនោះធ្វើឲ្យកូនចៅរបស់ខ្លួននឹងខឹងសម្បាននឹងក្រុមរបស់ឋានចិនជាខ្លាំងបើសិនជាចាប់វាបានយើងនឹងសម្លាប់វាចោលមកខាងនោះទេតែពិតទៅគឺអាប៉ែនឹងជាអ្នកសម្លាប់ដែលវាច្រឡំកាប់មួយផ្លែដាវតែឋានចិនក៏បានកវត្តជាងកាយទៅតែប៉ែចានបែរជាឈរញញឹមហើយកូនចៅរបស់ប៉ែជាមិនដឹងថាគូដោះស្រាយជាមួយនឹងស្ដេចជិនឡុងដោយរបៀបណានោះទេដែលជាឪពុករបស់វាជាងក៏បានងាកទៅរកប៉ែចានជំនួសវិញហើយជាសុំជំនួយពីប៉ែចានដើម្បីទៅសម្លាប់ឋានចិនចោលវាថាល្អខ្លាំងណាស់អញ្ចឹងនោះអញ្ចឹងឆាប់នាំផ្លូវមកកញ្ចាឆ្កែទាំងពីរក្បាលក៏ចាប់ផ្ដើមប្រើប្រាស់នៅវីតាមីនពិសេសរបស់ខ្លួនដើម្បីស្វែងរកដែនរបស់ឋានយ៉ាបន្តទៀតក៏បានឃើញនៅដើមឈើមួយពួកគេក៏ប្រកាសហិតខ្លាំងដូចជាសត្វឆ្កែអញ្ចឹងតែទៅបាននាំផ្លូវពួកគេថែមទៀតផងចំណែកក្រុមរបស់ឋានយ៉ាកំពុងតែហោះនៅលើអាកាសដែលពលប្រវត្តិដឹងថាពួកនោះបាននាំនៅកញ្ចាឆ្កែទាំងពីរក្បាលនោះមកតាមឋានយ៉ាប្រាប់ថាកុំបារម្ភអីមានមនុស្សដែលរងចាំយើងនៅក្នុងមុខហើយពួកគេគិតថាល្អខ្លាំងណាស់អញ្ចឹងឋានយ៉ាពេលនេះគិតថាគួរតែដណ្ដើមនៅសំពៅហោះជាមុនសិនព្រោះថាសំពៅវាហោះជាងលឿនជាងការហោះធម្មតាខណៈពេលដែលប៉ែចាននឹងក៏ដេញតាមមកពីក្រោយយ៉ាងកកិតវាក៏បានស្រែកហៅនារីម្នាក់នៅលើទូកដែលនៅក្នុងមុខនេះមានឈ្មោះថាឈៀនឈីក៏បាននៅនេះនឹងជួយទៅរៀងផ្លូវនៅបីក្បាលនោះផងដែលវាបានលួចនៅរាងកាយអតិថិពិសេសរបស់ខ្លួនថែមទាំងបានសម្លាប់នៅអបិជាងនៃគ្រួសារជាងឡុងដែលជាកូនរបស់ស្ដេចជាងឡុងផងដែរសិននៅបារម្ភជាខ្លាំងគិតថាសន្តិភាពនេះគឺការតែចាប់ជើនហើយជាជាក៏បានបើកនៅសំពៅចំពោះទៅរកឋានយ៉ានខណៈពេលនោះឋានយ៉ានក៏បានលើកដើរកាប់មួយឆ្វាយហើយជាស្រេចគឺដៃទៅទេបង្កើតទៅជាពលិនៅផ្លែដែរឆក់យកជីវិតនៃកូនចៅរបស់នាងពីរនាក់នាងពិតជាខឹងនឹងឋានយ៉ានជាខ្លាំងដែលបានសម្លាប់នៅមនុស្សក្រមកតរបស់ខ្លួនហើយនាងមនុស្សបានថាពួកគេទៅតែឈានទៅដល់ដែនដីអតិថិមនុស្ស level 1ហេតុអីក៏ខ្លាំងតែថ្នាក់នេះពលកូនទាំងក៏និយាយទៀតថាវាត្រឹមត្រូវណាស់ពួកគេគ្រាន់តែជាសម័យសង្អាននៅក្នុងការភ្នែករបស់បងប្រុសខ្ញុំតែប៉ុណ្ណោះហើយនេះមិនអាចរតនាបានទេនោះទេនេះអាចជាត្រូវកំនៅទីនេះឋានយ៉ាងក៏បានបញ្ចេញនៅរន្ទះដើម្បីវិភាគនាងក៏បានប្រើប្រាស់នៅខែលអតិថិដើម្បីទប់ទល់បន្ទាប់មកក៏បានប្រមូលផ្ដុំនៃធម្មពលកម្លាំងទាំងពីរក៏បានប៉ះគ្នាយ៉ាងខ្លាំងឋានយ៉ាងក៏ដឹងទីថានេះគឺជាអាវុធទិព្វនៃស្ដេចបៃឈីអាចជាស្ត្រីចាររបស់គាត់ខាងកាពីនោះពិតជារឿងខ្លាំងណាស់តែញ៉ាំក៏ជាឲ្យជាខ្លាំងតែទោះជាយ៉ាងណាក៏ដោយការបង្កើតរបស់នេះគឺសិតនៅក្នុងដែនដីអតិថិដី level 1តែប៉ុណ្ណោះមានអ្វីអស្ចារ្យនៅទេទោះបីជាមានអាវុធទេពនៅក្នុងដីរបស់នាងក៏ដោយតែចឹងក៏បានបញ្ចេញឲ្យដាទេវតាហុងម៉ងរបស់គាត់ជ្រៀកនៅខែអតិថិបៃស៊ីទៅជាពីរធ្វើនេះខ្ញុំឲ្យជាខ្លាំងតែមកថាចឹងក៏បានក្រវត្តនៅបៃស៊ីឡើងទៅលើទូរបស់ប៉ែជាងជំនួយប៉ែចាន់ជំនួយវិញវាក៏បានលើកដៃទាំងពីរដើម្បីទ្រស្រីស្អានក៏បានសុទ្ធតែនាងទៅនេះយ៉ាងម៉េចហើយនេះក៏បានភ្ញាក់ដល់ខ្លួនឡើងវិញនាងថាមិនអីនោះទេថាចឹងមិនបានសម្លាប់នាងនោះទេក៏បានប្រាប់ឲ្យនាងនេះទៅប្រាប់នៅអតិថិបៃស៊ីថាគាត់នឹងទៅយកបំណុលចាស់ត្រឡប់មកវិញមុននឹងក្រោយគាត់នឹងចាត់ការពួកវាមិនខាននោះទេក៏បានបោលនៅសំពៅនោះចាក់ចេញទៅនាងគិតថាឋានយ៉ានមិនមែនជាមនុស្សធម្មតានោះទេទាំងតែការវឹកហាត់ទៅតែឈានទៅដល់ដែនដីអតិថិមនុស្ស level 1តែប៉ុណ្ណោះក៏តែខ្លាំងទៅថ្នាក់នេះគ្មានអ្វីត្រូវឆ្ងល់នោះទេអញ្ចឹងទៅបានជាអបិជាងជាមួយបញ្ហាថាជាងហ្វេស៊ីបានស្លាប់ក្រោមដៃរបស់អាចារ្យឋានយ៉ាននោះកូនចៅរបស់វាក៏បានបន្ថែមទៀតថានេះដោយសារតែមេរបស់ខ្ញុំធ្វើប្រហែលបានធ្លាក់ចូលទៅក្នុងដៃរបស់វាឈិនឈីក៏សុំឲ្យអបិចាននឹងជួយសងសឹកឲ្យខ្លួនផងព្រោះថានាងបាត់បង់នៅកូនចៅអពីរនាក់វាក៏បានសន្យាថាមិនឲ្យឋានយ៉ាននឹងរត់ទៅណារួចនោះទេចំណែកឋានយ៉ានវិញក៏បានមកដល់នៅច្រកចូលមួយព្រោះវាគិតថាក្រុមរបស់ឋានយ៉ានគឺអស់ផ្លូវរត់ហើយបើសិនជាសំចចាញ់នោះពួកគេអាចជាទុកសាកសពឲ្យនេះគឺជាច្រកស្រូបអតិថិឬក៏រូងភ្នំស្រូបអតិថិសំបីតែទេវតាកំពូលរបស់វាក៏មិនអាចយកឈ្នះកន្លែងនេះផងតែឋានយ៉ានដូចជាមិនញញើនោះទេគាត់រៀបចំរួចជាស្រេចដើម្បីទៅកាន់ទីនោះហើយឋានយ៉ានក៏បានប្រាប់ការប៉ាត់មួយដែលតាមពិតទៅអបិជ័យនេះគឺស្លាប់ក្រោមដៃរបស់អាចង្រៃនោះធ្វើវាផាត់ភ័យជាខ្លាំងពួកគេក៏បានមើលមុខវាគ្រប់គ្នាពីគេថាឋានយ៉ាននឹងនិយាយអត់ប្រយោជន៍វាចង់បកកែយករួចខ្លួនឋានយ៉ានក៏ជាប្រាប់ទីថាជឿឬក៏អត់នោះស្រេចតែពួកឯងទៅចោះបន្ទាប់មកក៏បានបោលទូកចូលទៅក្នុងរូងភ្នំស្រូបអតិថិក្នុងពេលនោះតែម្ដងពួកគេក៏បានតម្រង់ទៅរកអបិនៅជំនួសវិញវានៅតែបកកែតែវាមិនបានធ្វើអ្វីលោកម្ចាស់នោះទេតែពួកគេនៅតែមិនជឿចំណែកឈិនជីហើយនឹងអបិជីចាន់ក៏ចាប់ផ្ដើមគិតគ្នាតើគួរតែត្រឡប់ទៅវិញឬក៏ដេញតាមតែបេចានគិតថាសូម្បីតែទេវតាកំពូលហិនឌីនិងស៊ីយ៉ាន
ទោះបីជារងកម្លាំងគ្នាក៏នៅតែត្រូវរបួសគណៈពេលដែលចូលទៅក្នុងរងភ្នំស្រូបអតិថិមួយនេះវាជាជាក់ថាអ្នកទាំង3អ្នកនោះអាចជាគ្មានជីវិតត្រឡប់មកវិញនោះទេអញ្ចឹងវាស៊ូបបងចោលនៅរាងកាយនៃអតិថិបិសាចទាំង3នោះវាក៏បានបាល់សំពៅចាក់ចេញទៅវិញកញ្ចាម្នាក់ក៏សោកដែរជាខ្លាំងដែលធ្វើឲ្យលោកម្ចាស់ជារបស់ខ្លួនបាត់បង់ជីវិតក្រុមរបស់ថានយើងក៏បានមកដល់នៅទឹកដីមួយកន្លែងហើយក៏បានសរុបសំពៅនោះទុកក៏លើសំឡេងក្មេងម្នាក់ស្រែកថាលោកម្ចាស់បានត្រឡប់មកវិញហើយគឺលោកម្ចាស់មករកត្រឡប់មករកពួកយើងពិតមែនវាក៏បានរត់ទៅរកថានយ៉ាងលឿនតាមពិតវាជាក្មេងនេះទេគាត់ថាមៀតរបស់វាធំសិនអើគិតថាហេតុអីក៏ក្មេងនេះធំនៅថ្នាក់នេះអញ្ចឹងថានយ៉ាងក៏សួរដល់ការងើយឆ្ងល់តែឯងស្គាល់ជាងដល់របៀបណាទៅវាក៏ប្រាប់ទៀតថាប៉ាម៉ាន់ហងឯនឹងប៉ាអងហងបានធ្លាប់បង្រៀនវាគ្រប់ចំនួនអ្នកដែលអាចដោះនៅខែលនៅរណ្ដៅស្រូបអតិទេពនេះបានអធិស្ឋាននេះគឺជាដែនដីសម្ងាត់មួយនៅក្នុងរណ្ដៅស្រូបអតិទេពអ្នកដែលអាចបើកនៅខែលការពារនៃដែនដីសម្ងាត់នោះបានមានតែលោកម្ចាស់របស់ខ្លួនតែប៉ុណ្ណោះលោកម្ចាស់របស់ពួកគេគឺសម្ដៅទៅលើអតិទេពផងមឹងនឹងឯងថាចឹងក៏បានសួរឈ្មោះរបស់វាទៅវាឈ្មោះអីវាឈ្មោះថាស៊ីងសៃឈ្មោះពេញហៅថាហុងស៊ីងសៃពលប្រពកគិតថាអាក្មេងនេះស្រែកលឺមែនទែនតែហេតុអីក៏អត់មានអ្នកណាមកអញ្ចឹងវាក៏មិនបាននិយាយអ្វីនោះដែរវាក៏បានកុហកពួកគេថាពួកគេបានចូលទៅហ្វឹកហាត់អស់ហើយគឺចូលហ្វឹកហាត់ទាំងប៉តែម្ដងដើម្បីរងចាំនៅម្ចាស់របស់ខ្លួនត្រឡប់មកវិញដើម្បីដឹកនាំពួកគេទៅកំចាត់នៅទេវតាចង្រៃទាំងពីរគឺស៊ីយ៉ាននិងហ៊ីនឌិនថាអញ្ចឹងក៏សួរទៅការងើយឆ្ងល់ចាំមិនក៏ឯងមិនទៅហ្វឹកហាត់វាក៏បានអេក្បាលស៊ីងសៃវាក៏បានលួចខ្សែបន្តិចវាថាវាខ្ជិលបន្តិចអញ្ចឹងលោកម្ចាស់កុំខឹងនឹងខ្លួនអីថាអញ្ចឹងក៏បានឲ្យវានឹងនាំផ្លូវគាត់ទៅជួបជាមួយនឹងមេដឹកនាំបច្ចុប្បន្ននៃបយៈម៉ាន់ហងហើយនឹងហងហួងបាក់ទាំងពីរនេះគឺមានរាងកាយធំដូចជាយៈទាំងពីរនាក់ចឹងឲ្យបានជាក្មេងប្រុសម្នាក់នេះមានមាឌធំជាងឋានយ៉ានទៅទៀតស៊ីងសៃនេះក៏បាននាំក្រុមរបស់ឋានយ៉ានមកដល់ផ្លូវមួយតែបងប្អូនប្រវត្តិមានអារម្មណ៍ថាដូចជាមិនមែនផ្លូវទៅកាន់កន្លែងហ្វឹកហាត់របស់មេប៉ានោះទេឋានយ៉ានក៏លួចញញឹមតែពុតពួកគេដឹងហើយថាក្មេងនេះចង់លេងល្បិចអីវាក៏បានលោតចូលលោតឡើងបន្តិចក៏ត្រូវបងប្អូនប្រវត្តិនឹងចាប់ជាប់ក៏ប្រាប់ទីថាឯងបាននាំផ្លូវពួកយើងមកខុសហើយវាក៏ប្រាប់ទីថាប្រហែលឆ្នាំនេះដោយសារតែមេប៉ាទាំងពីរនាក់បានផ្លាស់ប្ដូរនៃកន្លែងហ្វឹកហាត់ជាច្រើនលើកជាច្រើនសារពួកគេក៏លេងសួរនាំអ្វីទៀតដែរមកដល់កន្លែងមួយវាក៏ស្រែកឲ្យអ្នកទាំង3ឈប់ហើយក៏បានហៅអ្នកទាំង3នឹងមកឈរនៅកន្លែងនេះហើយប្រាប់ថាកុំឲ្យកំរើងពលប្រពន្ធក៏សួរទៀតថាតើឯងចង់លេងល្បិចអីថានចាន់ក៏ធ្វើជាដើរសើថារងចាំមើលសិនទៅវាក៏បានប្រាប់ការពិតទោះបីជាអ្នកទាំង3អាចដោះនៅខែលនៃដែនដីស្ងាត់របស់ពួកយើងបានក៏ដោយក៏ប៉ុន្តែនៅតែមិនប្រកាសថាអ្នកគឺជាម្ចាស់របស់ពួកយើងដែរសង្ស័យអាចជាចោរគឺវាបានចោទថាឋានចាន់នឹងគឺជាចោរដែលលួចចូលមកទីនេះនិងបង្កបញ្ហាដល់បាក់របស់ខ្លួនបន្ទាប់មកវាក៏បានដំណើរការនៅក្បួនវេទមន្តមួយដែលដាក់នៅទីនោះតែក្បួននោះក៏បានបែកភ្លាមធ្វើវាងឿងចោលជាខ្លាំងតែមានអ្វីកើតឡើងក្រែងក្បួននេះគឺជាលោកម្ចាស់ជាអ្នកដាក់ដោយផ្ទាល់ហេតុអីក៏វាមិនដំណើរការអញ្ចឹងឬក៏ដោយសារតែវាខានប្រើប្រាស់យូរទៅតែអញ្ចឹងក៏បានវាក្បាលទៅក៏ប្រាប់ទៅថាក្បួននេះយើងជាអ្នកដំណើរការវាមិនមានអន្តពលមកលើយើងនោះទេតែអញ្ចឹងក៏បានបញ្ចេញរន្ទះបន្តិចបង្កើតទៅជាត្រង់ទាំងធំមួយគុំខាំងសិង្ហៃជាប់នៅទីនោះសិង្ស័យជាស្រ័យវាក៏បានស្រែកឋានចាននឹងបញ្ញាប់ដល់លេងវាទៅវាក៏បានស្រែកសុំជំនួយពីប៉ារបស់ខ្លួនថាមានមនុស្សវាបហាវាហើយប៉ុន្តែក៏និយាយទៀតថាអត់អីស្រែកលឺក្រនបើស្រែកទៀតទៅអញ្ចឹងនោះវាក៏បានស្រែកមួយទំហឹងថាមានមនុស្សលួចចូលមកទីនេះហើយលោកម្ចាស់របស់ខ្លួនត្រឡប់មកវិញហើយពិតជាត្រឡប់មកវិញពិតមែនក៏ប៉ុន្តែមិនមានការឆ្លើយតបនោះទេក៏តូចចិត្តជាងខ្លាំងហេតុអីក៏គ្មាននរណាជឿជាក់លើខ្លួនអញ្ចឹងប៉ុន្តែក៏គិតថាដោយសារតែវានឹងលេងល្បិចច្រើនពេកដែលធ្វើឲ្យអ្នកដទៃនឹងលេងជឿទុកចិត្តវាសូម្បីតែបាក់គ្នាឯងមិនដឹងថាវាកុហកសមាជិករបស់ខ្លួនអស់ប្រមាណដងនោះទេលក្ខណៈថាកុហកគេលេងឡើងជឿវាក៏ប្រាប់ថាដោយសារតែវាជាប់គេនៅក្នុងដែនដីសម្ងាត់នេះយូរពេកអញ្ចឹងវាអបសោកក៏គ្មានអីលេងក៏បានកុហកគេលេងទៅថានយ៉ានបានត្រឹមតែកវីក្បាលតែមកថានយ៉ានក៏បានបញ្ចេញនៅដាទីទេពតាហងមួយចំនួន12ដើមហោះជំវិញរាងកាយរបស់វាបើកភ្នែកដោយការភ្ញាក់ផ្អើលញីភ្នែកដល់ទៅ2ដងនេះពិតជាដាទេពតាហងមឹងពិតមែនវាក៏បានស្រែកហើយនៅសមាជិករបស់ខ្លួនមកម្ដងទៀតតែវាបានឃើញនៅដាទេពតាហងមឹងលោកម្ចាស់បានត្រឡប់មកវិញហើយពេលនេះគឺជាការពិតគាត់ពិតជាត្រឡប់មកវិញពិតមែនទោះបីជាស្រែកយ៉ាងណាក៏គ្មានការឆ្លើយតបនោះដែរសេចក្ដីមួយទៀតក៏ឆ្លើយទៅប៉ុណ្ណេះ